ញប្រុសខាងលើម្នាក់នេះកំពុងដើរលេងនៅលើភ្នំជាមួយប៉ារបស់គាត់មិនយូរប៉ុន្មានគាត់ក៏បានដើរជាន់ដុំថ្មមួយគ្រាប់ជំពប់ជើងដួលភ្លាមក្មេងប្រុសម្នាក់ហ្នឹងមានការខឹងជាខ្លាំងព្រោះគាត់ឈឺហើយគាត់បានស្រែកឡើងខ្លាំងហ្មងបន្ទាប់មកគាត់ក៏បានស្ទុះងើបឡើងយ៉ាងលឿនត្រឡេកទៅភ្នំមួយទៀតរួចស្រែកឡើងលឺថាអ្នកឯងជាណាគេបានមកធ្វើឲ្យខ្ញុំដួលអញ្ចឹងមួយសន្ទុះក្រោយមកសំឡេងដែលគាត់ស្រែកក៏បានឡងមកវិញនៅពាក្យដែលគាត់បានស្រែកនោះភ្លាមនោះក្មេងប្រុសហ្នឹងខឹងជាខ្លាំងហើយបន្តស្រែកឆ្លើយឆ្លងទៀតថាឯងនឹងហើយជាមនុស្សកំសាកមួយសន្ទុះក្រោយមកសំឡេងហ្នឹងក៏ឡងមកវិញទៀតថាឯងនឹងហើយជាមនុស្សកំសាកលឺភ្លាមក្មេងប្រុសមុខឡើងចង់ឡើងឈាមខឹងខ្លាំងមែនតើហ្មងណាហើយគាត់ក៏បានងាកមកមុខប៉ារបស់គាត់រួចនិយាយទាំងកំហឹងទៅកាន់ប៉ារបស់គាត់វិញថាប៉ាឯងមើលនៅភ្នំមួយនោះមានមនុស្សម្នាក់ទៀតកំពុងតែលក់លុយមកខ្ញុំហីតោះឥឡូវយើងទៅវាយវាទាំងអស់គ្នាហ្មងទៅគាត់បានលឺហើយក៏សើចតែស្ងៀមស្ងាត់រួចចាប់ផ្ដើមស្រែកដែរតែប៉ារបស់គាត់បានស្រែកថា I love you មួយសន្ទុះក្រោយមកសំឡេងក៏ឡងមកវិញថា I love you លឺហើយក្មេងប្រុសមានការងើយឆ្ងល់ជាខ្លាំងបន្ទាប់មកប៉ាគាត់ក៏អង្គុយចុះរួចក៏និយាយទៅកាន់ក្មេងតូចម្នាក់នោះថាកូនប្រកាសជាឆ្ងល់ហើយមែនទេកូនដឹងទេបែបនេះគេហៅថាសំឡេងឡងមិនមែនមាននរណាគេម្នាក់នៅភ្នំមួយទៀតចាំចំអកកូននោះទេនេះប្រៀបបានដូចជាឆាកជីវិតរបស់កូនអញ្ចឹងណាជីវិតតែងតែផ្ដោតត្រឡប់មកយើងវិញនៅពេលដែលយើងផ្ដល់អ្វីទៅឲ្យវាដូចជានៅពេលដែលកូនកំពុងខឹងកូនបញ្ចេញកំហឹងកូនទៅកាន់នរណាម្នាក់ឬទៅកាន់ពិភពលោកមួយនេះអញ្ចឹងពិភពលោកមួយនេះនឹងបញ្ចេញកំហឹងត្រឡប់មកកូនវិញជាមិនខានតែបើកូនផ្ដល់វានៅការអភ័យការគោរពផ្ដល់នៅក្តីស្រឡាញ់កូនរងចាំមើលទៅថាការអភ័យការគោរពនិងក្តីស្រឡាញ់នឹងត្រឡប់មករកកូនវិញជាមិនខានអញ្ចឹងកូនត្រូវចាំថាឆាកជីវិតមនុស្សមិនមែនមានអីចេះតែកើតឡើងនោះទេតែវាគឺជាការឆ្លើយតបទៅកាន់កូនអញ្ចឹងកូនត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅអ្វីដែលកូនបានធ្វើឬបញ្ចេញទៅកាន់វាមិនថាអ្នកទាំងអស់គ្នាឆាកជីវិតគឺជាការតបស្នងយើងធ្វើអ្វីទៅកាន់គេយើងធ្វើអ្វីទៅកាន់អ្នកដទៃឬទៅកាន់ពិភពលោកមួយហ្នឹងគេនឹងតបស្នងវាត្រឡប់មកយើងវិញនៅថ្ងៃណាមួយជាមិនខានអញ្ចឹងព្យាយាមធ្វើល្អឲ្យបានច្រើនដែលធ្លាប់បានដឹងអញ្ចឹងកូនក្មេងគឺជាกระดาษសអញ្ចឹងនៅដូចក្នុងវីដេអូដូចក្នុងអត្ថបទមួយនេះអញ្ចឹងក៏ជាវីដេអូអត្ថបទអប់រំសម្រាប់កូនក្មេងដែរក្មេងគឺជាกระดาษសនៅពេលដែលយើងអប់រំគាត់បែបណាគាត់នឹងធ្វើនៅអ្វីដែលយើងបានធ្វើបានដូចជាអត្ថបទដែលអ្នកគ្នាបានស្ដាប់នេះអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់អត្ថបទនេះហើយមានចំណារអារម្មណ៍បែបណា